Xưaថ្ងៃខ្ញុំសាស្ត្រថ្មីតពីពីមុនគឺខ្លួនហាបាញ់វៃឆ្នើសូរ៉ូហើយក៏បាននិយាយលើកចិត្តសូរ៉ូឲ្យរឹងប៉ឹងឡើងហើយក៏ពួកគេក៏បានសំណូមតាពួកគេទាំងពីរនាក់ថ្ងៃណាមួយនឹងខ្លាយជាអ្នកគុនដាវដ៏អស្ចារ្យបន្ទាប់មកក៏មានឧបទ្ទហេតុគឺស្នាបានស្លាប់សូរ៉ូក៏បានមកសុំដាវរបស់ហ៊ុយឈូអ៊ីនហាមកវិញត្រឡប់មកមើលបច្ចុប្បន្នវិញកងរ៉េនក៏បានកេះកៃលូហ្វីក៏បានយករឿនមកពាំងព្រោះថាក្របធម្មតាមិនអាចច្បាប់លូហ្វីបានទេព្រោះលូហ្វីមានផ្លែឈើកម្មព្រួតហ្នឹងណាក៏បានឲ្យដាវសូរ៉ូវិញលូហ្វីក៏បានសួរសូរ៉ូថាអឺចង់ចូលវ័យជាមួយនឹងក្រុមចលសមុទ្រឬមួយក៏លូសោកចិត្តឲ្យកងរ៉េនសម្លាប់ខ្លួនសូរ៉ូក៏បានយកព្រមហើយនោះលូហ្វីក៏បានអមមែនទែនមកកែនក៏បានឃើញក្រុមកំភ្លើងធ្វើលូហ្វីបានកែនក៏បានប្រាប់ឲ្យកងម៉ារីនយកដាវទៅសម្លាប់វិញប៉ុន្តែសូរ៉ូបានប្រើក្បាច់ដាវទី3របស់គាត់គឺរត់ហើយលូហ្វីក៏បានទៅដល់មួកែនក៏បានវាយតែមកដល់ធ្វើឲ្យលូហ្វីដាក់ម្ដាយមកមួកែនហើយក៏វាយមាត់មួកែនហើយក៏មានកូនប្រុសរបស់គាត់គឺអាសក់ពើអាចនេះក៏បានដាក់យកកំភ្លើងដាក់គូប៊ីហើយពេលនោះលូហ្វីក៏បានលូកដៃយ៉ាងខ្លាំងក៏ដាក់ម្ដាយមកកែនមកវិញក៏បានលួចកាប់សូរ៉ូពីលូហ្វីថ្ងៃតែត្រូវសូរ៉ូបានជួយពេលនោះកងម៉ារីនទាំងអស់ក៏បានពីមកកែនបានស្លាប់កងម៉ារីនក៏បានសបាយអើងក៏កងម៉ារីនមិនត្រូវការរួចមួយទេពេលបានមកញ៉ាំអុយមកហងម៉ារីកាបានធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យពួកគេព្រោះពួកគេបានជួយរំដោះពីជនកំណើតដែលបានត្រួតត្រាក្នុងនោះហើយគេក៏បានមកសួរថាស៊ូហ្វីយ៉ាងណាស៊ូហ្វីក៏បានប្រាប់ថាចង់ទៅបនកន្លែងពេលនោះលូហ្វីក៏បានលឺក៏បានព្រួយបារម្ភពីលូហ្វីយ៉ាងខ្លាំងក៏ព្រោះបីគាត់មិនបានចូលក្រុមនោះក៏ដោយគឺតគ្នាថាតំបន់នោះគឺជាតំបន់ដើម្បីបញ្ចុះចោលសមុទ្រគឺมันឃើញកងរ៉េនមកដល់កងរ៉េនក៏បានធ្វើការតាមទូនីតិរបស់គាត់ប៉ុន្តែកងរ៉េនបានដឹងថាលូហ្វីបានជួយក្នុងទីក្រុងរបស់គេក៏បានលើកលែងអគុតបំណងឲ្យលូហ្វីនិងសូរ៉ូបានចាក់ចេញទៅកងរ៉េនបានសួរថាគូប៊ីជាគ្នារបស់លូហ្វីមានតែលូហ្វីក៏បានធ្វើជាវ័យគ្នាជាមួយនឹងគូប៊ីយ៉ាងរឿងនេះក៏បានបញ្ជាក់ថាគាត់មិនមែនជាខ្លាំងវិញគាត់ក៏បានដើរចេញទៅបាទចេញទៅបន្ទាប់មកគូប៊ីបានសុំម៉ារីនធ្វើចូលនេះក៏បានឲ្យគូប៊ីចូលក្នុងកងម៉ារីនហើយគូប៊ីក៏បានអរគុណសូរ៉ូនិងលូហ្វីដល់កំបងផែពេលនោះលូហ្វីនឹងបែរក៏បានលេងគ្នាក៏បានចាក់ចេញទៅតំបន់ Green Line តែម្ដងពេលនោះក្រុមម៉ារីនក៏បានគ្រប់នឹងអរគុណយ៉ាងខ្លាំងបាទក៏បានបាយបាទហើយបានធ្វើដំណើរទៅតំបន់ Green Line អ្នកនរគ្នាសម្រាប់ការមើលវីដេអូនេះអរគុណច្រើនសម្រាប់ការមើលវីដេអូនេះដល់ចប់ហើយ